បងស្រីសួរថាពេលណាត្រូវពិនិត្យភ្នែកចំពោះអ្នកជំងឺទឹកនោមផ្អែមបាទជំរាបសួរបងចំពោះអ្នកជំងឺទឹកនោមផ្អែមយើងគួរពិនិត្យបាតភ្នែកសរសៃបាតភ្នែកអញ្ចឹងហើយរាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់គួរតែពិនិត្យសរសៃបាតភ្នែកពីព្រោះអីសរសៃបាតភ្នែកគឺពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមសរសៃបាតភ្នែកមានសរសៃឈាមទឹកទូជាច្រើនអាចបង្កឲ្យមានការរលាកសរសៃបាតភ្នែកនិងហូរឈាមបាតភ្នែកអញ្ចឹងហើយអ្នកជំងឺទឹកនោមផ្អែមគួរតែពិនិត្យបាតភ្នែកពេលណាគឺឧទាហរណ៍ថាបើសិនជាកើតទៅលើវ័យក្មេងអញ្ចឹងប្រភេទទី1អញ្ចឹង5ឆ្នាំក្រោយពីធ្វើរោគវិនិច្ឆ័យគាត់គួរតែមើលសរសៃបាតភ្នែកបើសិនជាកើតទៅលើប្រភេទទី2ទៅលើមនុស្សពេញវ័យអញ្ចឹងបើសិនជាថ្ងៃហ្នឹងលោកគ្រូពេទ្យទឹកនោមផ្អែមមើលឃើញថាគាត់មានបញ្ហាទឹកនោមផ្អែមអញ្ចឹងគួរតែពិនិត្យពេលគឺក្នុងពេលឆាប់ៗហ្នឹងដើម្បីតាមដានមើលសរសៃបាតភ្នែករបស់គាត់តើមានបញ្ហាអីហើយឬនៅយើងកុំចាំដល់មានបញ្ហាស្វាំងអីហើយបានយើងមើលមុនដើម្បីរកឲ្យឃើញថាតើសរសៃបាតភ្នែកយើងមានពាក់ព័ន្ធនឹងបញ្ហាឡើងជាតិស្ករជំងឺទឹកនោមផ្អែមយើងហើយឬនៅហើយចំពោះជំងឺទឹកនោមផ្អែមកើតទៅលើស្ត្រីដែលមានផ្ទៃពោះប្រភេទទី3គឺយើងអាចនៅពេលដែលគាត់មានបញ្ហាជាតិស្ករឡើងខ្លាំងយើងក៏គួរតែឆែកមើលសរសៃបាតភ្នែកគាត់នឹងដែរដើម្បីយើងបង្ការការពារផលវិបាកផ្សេងៗដែលអាចកើតមានទៅលើសរសៃបាតភ្នែករបស់គាត់